សួស្តីអ្នកនរបាទស្វាគមន៍មកកាន់សុបសូហ្នឹងហើយអញ្ចឹងគឺយើងវិលត្រឡប់មកជួបគ្នាសាជាថ្មីជាមួយនឹងកម្មវិធីព្រៃត្រីរុនធត់បាទអញ្ចឹងនៅថ្ងៃនេះគឺខ្ញុំនឹងលើកយកคลิปវីដេអូ5ដែលថតជាប់ជាមួយនឹងរឿងរ៉ាវពុទ្ធហេតុដល់ចម្លែកដើម្បីយកមកចែកជូនទៅកាន់បងប្អូនយើងទស្សនាជាបន្តទៀតបាទអញ្ចឹងចង់ដឹងថាคลิปវីដេអូទាំង5នេះនឹងមានរឿងរ៉ាវហេតុការណ៍គួរឲ្យព្រឺរោមប៉ុណ្ណាបាទទៅមើលជាមួយនឹងខ្ញុំបងប្អូនគ្នាតោះ let's goអូខេបាទលេងចាប់ផ្ដើមចូលដល់ clip video top 1 តែម្ដងបាទអញ្ចឹងនៅក្នុង clip video top 1 នេះគឺជា clip video មួយដែលមកថតចេញពីកាមេរ៉ាសុវត្ថិភាពដែលបាទក្រុមគ្រួសារមួយគាត់កំពុងតែអង្គុយមើលព័ត៌មានជុំគ្នាអញ្ចឹងណាអង្គុយមើលទូទស្សន៍ជុំគ្នាហើយពេលនោះក៏បាទសិតតែមានហេតុការណ៍ដ៏ចម្លែកមួយបានកើតឡើងនៅបាទចំពេលដែលពួកគាត់កំពុងតែទស្សនាព័ត៌មានបាទលេងទៅមើលរូបភាព replay បាទម្ដងទៀតបាទតើអ្នកនរគ្នាបានចាប់អារម្មណ៍បាទមើលឃើញមានអ្វីដែលចម្លែកកើតឡើងនៅក្នុង clip video មួយនេះទេអញ្ចឹងគឺបាទតុក្កតាជ័រមួយដែលវាព្រឹកថាយើងនិយាយថាជាម៉ាឡាកាំងអញ្ចឹងណាបាទគឺវាមានចលនាតែអត់មានអ្នកគេប៉ះពាល់វាទេហើយសកម្មភាពមួយនោះគឺធ្វើឲ្យបាទអ្នកដែលនៅក្នុងម្លងពេលនោះគឺមានការតក់ស្លុតខ្លាំងមែនទែនតែគាត់ថាម៉ាឡាកាំងហ្នឹងគឺវាមានវិញ្ញាណកំពុងតែសន្ធិដ្ឋអញ្ចឹងណាអ្នកនរគ្នាបាទមើលម្ដងហើយម្ដងទៀតមានអារម្មណ៍ថាព្រឺសវល់ហើយស្ត្រីម្នាក់ក៏នៅពេលដែលគាត់ចាប់អារម្មណ៍ឃើញថាអុយហើយតែក៏ម៉ាឡាកាំងនោះគឺវាមានចលនាអញ្ចឹងពេលនោះគឺម្នាក់គឺតក់ស្លុតខ្លាំងមែនទែនហើយអ្នកខ្លះក៏ឆ្ងល់ថាវាមិនដែរស្វាំងភ្នែកអីចឹងណាកូនស្រីរបស់គាត់សួរទៅកាន់ម៉ាក់របស់គាត់ថាម៉ាក់អីស្វាំងភ្នែកទៅដឹងក៏ប៉ុន្តែកាមេរ៉ារបស់គាត់ឃើញច្បាស់មែនទែនបាទអូខេឥឡូវយើងចាប់ផ្ដើមចូលដល់ clip video top 2បាទជា clip video top 2នេះគឺជាការចូលទៅប្រមាញ់ផ្ទះមួយដែលគេបានបោះបង់ចោលបាទហើយនៅក្នុងផ្ទះហ្នឹងគឺវាពោពេញទៅដោយរឿងអាត់កំបាំងជាច្រើន We do know for certain that 4 people have died in this house. One during the Great Depression. I haven't gotten the backstory in the other one, and then the other 2 were the previous owners. បាទជាគឺក្នុងផ្ទះមួយហ្នឹងគឺមានឃាតកម្មដ៏សាហាវមួយបានកើតឡើងគឺលក្ខណៈថាសម្លាប់ទាំងគ្រួសារតែម្ដងហើយអ្នកដែលសម្លាប់ហ្នឹងគឺជាបោះមេគ្រួសារគឺជាប្តីហើយនេះគឺជាម្ចាស់ផ្ទះដែលបានជួលឲ្យបាទអ្នកដែលបានស្លាប់ទាំងគ្រួសារហ្នឹងបាទអ្នកនរគ្នាគឺគេមានការសម្ភាសមានអីចឹងទៅហើយបន្ទាប់មកទៀតក្រុមពួកគាត់ក៏បានចូលទៅក្នុងផ្ទះហ្នឹងតែផ្ទះហ្នឹងគឺវាពោពេញទៅដោយអាចកំបាំងហើយរឿងចម្លែកក៏បានកើតឡើងនៅពេលដែលពួកគាត់បានចូលទៅក្នុងផ្ទះហ្នឹងបើឲ្យត្រង់កន្លែងនេះមកអ្នកនរគ្នានេះគឺកាមេរ៉ារបស់ពួកគាត់គឺសិតជាកាមេរ៉ាដែលឡើងថា scan ពីយប់ឲ្យទៅជាភ្លឺអញ្ចឹងណាបងប្អូនហើយមើលឃើញដូចភ្លឺអញ្ចឹង A chance to actually hold on. Did anybody just move? No. I don't know if I'm seeing things, I'm like getting tired, but I could have sworn I saw like a shadow on the wall in front of me. Like directly in front of Matt's left. Like where that picture is on the wall. It was directly to Matt's left. Right here? Yes, that wall right there. You didn't move. ក៏មានអារម្មណ៍បែបហ្នឹងណាក៏ប៉ុន្តែនៅក្នុងកាមេរ៉ានេះគឺពិតជាឃើញសមោមែនដែលកំពុងតែអើតលឿមបំមើលដល់លួចមើលគាត់ចឹងមកដល់ Oh my god what is this ពិតជាព្រឹករោមកាមេរ៉ាមើលទៅ Oh my god ពិតជាឃើញសមោមែនបាទគឺសមោនៅពីក្រោយខ្នងរបស់គាត់ហើយបរិមនេះក៏ដំបូងគាត់គិតថាគាត់អត់ទាន់ជឿទេបាទហើយមកស្ទុះក្រោយមកមិនទាន់បានប្រហែលនាទីផងណាគឺស្រាប់តែឃើញសមោខ្មៅធំស្ទង់មួយគឺច្បាស់តែម្ដងនៅឥឡូវយើងចាំមើលទាំងអស់គ្នាបាទត្រង់កន្លែងនេះ Oh my god what is this នេះ
មើលរូបភាពសារឡើងវិញ Oh my god what is that man Oh shit មកចឹងបន្ទាប់ពីពួកគាត់បានចូលទៅក្នុងផ្ទះនឹងហើយប្រហែលជាមិនបានយូរទេក៏បន្ទាប់ពីជួបរឿងចម្លែកបែបហ្នឹងហើយគាត់បានចាក់ចេញពីផ្ទះហ្នឹងហើយក៏សូមកម្មាទោសនៅក្នុងកំហុសខុសឆ្គងទាំងឡាយដែលបានកើតឡើងបាទឥឡូវយើងចាប់ផ្ដើមចូលដល់ក្នុង clip video top 3 វិញម្ដងបាទអញ្ចឹងក្នុង clip video top 3 នេះគឺជា clip video នៃគ្រោះថ្នាក់ចរាចរណ៍មួយដែលយើងមើលទៅវាមិនដឹងថាគឺជារូបភាព AI ឬមួយក៏ជា clip video ដែលថតជាប់ជាក់ស្ដែងទេបងប្អូនក៏តែក្នុងការផុសគឺពិតជាចម្លែកមែនទែនបាទឥឡូវយើងមើល Oh my god what is this Oh យើងមើលទៅពិតជាគួរព្រឺរោមណាស់វាហាក់បីជាវិញ្ញាណដែលកំពុងតែថាវិញ្ញាណដែលស្លាប់គឺផុសចេញមកពីដីមិញហ្នឹងឯងបងប្អូននេះដោយសារថាคลิปកាមេរ៉ាមួយនេះគឺវាចេញមកពីប៉ូលីសចរាចរណ៍បាទប៉ូលីសចរាចរណ៍គាត់បានធម្មតាប៉ូលីសចរាចរណ៍គាត់តែងតែមានកាមេរ៉ាដាក់ជាប់ខ្លួនអញ្ចឹងបាទហើយនៅពេលដែលផ្សេងប្រតិបត្តិការហ្នឹងគឺអត់បានឆែកមើលទេឥឡូវចាប់ផ្ដើមចូលដល់ clip video top 4 វិញម្ដងបាទអញ្ចឹងនៅក្នុង clip video top 4 នេះគឺជា clip video មួយដែលបរំអ្នកគាត់បើកឡានទំនើបវាជាឡាន Tesla អញ្ចឹងណាបងប្អូនយើងគឺឡានមួយហ្នឹងគឺគេប្រើប្រព័ន្ធ AI នៅក្នុងការបើក direct ដល់យើងប្រចាំបាទកាន់ចកោឬមួយក៏ជន់គេអីទេបាទគឺឡានហ្នឹងគឺលក្ខណៈវា scan អញ្ចឹងបើសិនជាមានមនុស្សពីមុខឬក៏មានឡានពីមុខអញ្ចឹងគឺវាប្រាប់ថានៅពីមុខមានមនុស្សនៅពីមុខមានឆ្កែឬក៏មានអីអញ្ចឹងទៅបាទក៏មិនដែរនៅពេលគាត់ជិះចូលដល់កន្លែងភ្នូខ្មោចហ្នឹងក៏ស្រាប់តែប្រព័ន្ធ AI ហ្នឹងគឺវាបានប្រាប់ថាគឺវាមានមនុស្សច្រើនមែនទេគឺដើរពីមុខឡានផងដើរពីក្រោយឡានផង Oh my god what is that បាទឥឡូវយើងចាប់ដើមចូលដល់ clip video top 5 ជា clip video ចុងក្រោយយើង clip video ចុងក្រោយនេះគឺជា clip video មួយដែលលក្ខណៈថាគេបានថតរឿងសម្ដែងបាទនេះលក្ខណៈខ្សែភាពយន្តខ្មោចចឹងណាហើយតួអង្គសម្ដែងនឹងក្នុងម្នាក់គឺមានត្រូវបានមនុស្សសន្ធិដ្ឋនៅក្នុងរូបរាងកាយរបស់គាត់តែអ្នកនរគ្នាសម័យមើលយ៉ាងណាដែរបើសិនជាគប់ក្នុងស្ថានភាពមួយដែលថាយើងកំពុងតែថតរឿងហើយស្រាប់តែតួអង្គសម្ដែងដែលយើងបានតបតែងជាខ្មោចនេះគឺត្រូវបានខ្មោចចូលអញ្ចឹងជាកាត់ខ្លីអញ្ចឹងគឺវាពិបាកនឹងគ្រប់គ្រងខ្លាំងមែនទេបាទអូខេអញ្ចឹងគឺ clip video ទាំង5នេះគឺចប់ហើយតើអ្នកនរយល់យ៉ាងណាដែរចំពោះ clip video ទាំង5នេះបាទអញ្ចឹងសូមទស្សនា clip video ទាំង5នេះដោយការប្រើវិចារណញ្ញាណនិងដោយការប្រើការវិភាគទាំងអស់គ្នាព្រោះថាអាចនឹងមាន clip video ខ្លះគឺជាការពិតចំណែក clip video ខ្លះទៀតអាចនឹងជាការប្រឌិតជាងទៅបាទអញ្ចឹងខ្ញុំមានតែប៉ុណ្្នឹងបាទសូមជូនពរបងប្អូនយើងបាទសុខភាពល្អនិងសំណាងល្អដល់អ្នកគ្នាបាទពីខ្ញុំបាទវិរៈបសុបសូបាទសូមអរគុណសូមជម្រាបលាបាទ